មិញមិញច្រកសឡ2000មកយកឆ្កែស៊ីព្រោះខ្ញុំមិនចេះស៊ីទេសឡផ្សារសឡស៊ីមិនកើតតែខ្ជិលស្លោឆ្កែព្រោះថ្ងៃនេះខ្ញុំអាំងត្រីស៊ីតែឆ្កែខ្ញុំវាស៊ីតែបាយជាមួយសម្លទឹកទេនិយាយស្អីអញ្ចឹងឯងមើលងាយសម្លមិញមែនសម្លមិញណាមនុស្សស៊ីមិនកើតតែឲ្យឆ្កែស៊ីវិញអញ្ចឹងឯងថាមិញហ្នឹងសម្លដាក់ថ្នាំបំពុលមនុស្សឬក៏ឡើងម៉េចស្អីនិយាយប៉ុណ្ណឹងខឹងដែរខ្ញុំគ្រាន់តែចង់និយាយថាខ្ញុំមិនចូលចិត្តញ៉ាំសម្លផ្សារទេតែឆ្កែខ្ញុំវាចូលចិត្តស៊ីអញ្ចឹងមិននិយាយស្រួលស្ដាប់ជាងហ្នឹងបន្តិចទៅទិញសម្លឲ្យឆ្កែកុំនិយាយប៉ះពាល់ដល់មុខរបរគេឯងគិតមើលបើគេទៅផ្ទះឯងហើយថាសឡឯងនឹងមិនឆ្ងាញ់តើឯងសប្បាយចិត្តអត់អូយឆាប់ប្រកាន់ខឹងអញ្ចឹងតើបានតែនៅប៉ុណ្ណឹងបានហើយកុំតែអាណិតឆ្កែទេកុំអីហ្នឹងមិនខ្ចីមកទិញមិញឯងទេធុញសួស្ដីបងស្រីស្អាតនេះបងអញ្ជើញមកនេះតើបងចង់កាត់សក់មែនទេបើមិនមកកាត់សក់ហ្នឹងប្រុងកាត់ក្បាលខ្ញុំមែនហើយមិនហាងចាឯងហ្នឹងបដោះឲ្យសក់វែងជាងមុនឬក៏ល្មិចបានមកសួរអញ្ចឹងនេះសួរឲ្យតែបានសួរមែនអូបងស្រីខ្ញុំសួរត្រង់សោះតាមិនក៏ខឹងអញ្ចឹងខ្ញុំគ្រាន់តែចង់ប្រកាសថាបងចង់កាត់សក់មែនឬក៏អត់ព្រោះអតិថិជនខ្លះគាត់មកសួរយោបល់តែមិនទាន់សម្រេចចិត្តកាត់ព្រោះបើកាត់ទៅវាខ្លីមិនងាយដោះវិញតាមចិត្តទេសួរប៉ុណ្ណឹងខុសអីឯងគិតថាខ្ញុំល្ងងណាស់មែនមិនដឹងថាកាត់ហើយវាខ្លីហ៎សូម្បីតែកូនក្មេងក្នុងពងទាកូនមិនទាន់ញាស់ក៏វាដឹងដែរចាំបាច់អីបច្ចៈនោះបងខ្ញុំបាននិយាយថាបងល្ងងពីអង្កាលខ្ញុំគ្រាន់តែចង់ធានាថាបងពិតជាកាត់មែនឬក៏អត់មុននឹងចាប់ផ្ដើមកាត់ឲ្យបងប្អូននឹងធ្វើកងត្រាផ្ដិតមេដៃសិនកុំឲ្យកាត់ខ្លីមិនត្រូវចិត្តបកមករករឿងខ្ញុំវិញឯងមិនຕົកចិត្តខ្ញុំទេអីគិតថាខ្ញុំចូលមកហាងឯងនឹងដើម្បីលេងសើចមែនខ្ញុំគ្មានពេលតនេមកអង្គុយនិយាយលេងជាមួយឯងទេខ្ញុំមានការងារច្រើនណាស់ត្រូវតែធ្វើដូចជាឡើងថ្នោតរៀបឥតសែងដីកាប់អស់ឥឡូវបើពិបាកនិយាយគ្នាមិនចូលទៅហើយខ្ញុំក៏មិនទទួលបងឯងទៀតដែរអញ្ចឹងទៅហាងណាដែរនិយាយមិនប៉ះពាល់អារម្មណ៍បងឯងទៅចំពោះខ្ញុំណាវាអាក្រក់ណាស់ទៅហើយបាយសួស្ដីបងថ្ងៃនេះចង់ញ៉ាំអីគេញ៉ាំបុកល្ហុងមែនបើមិនបុកល្ហុងប្រុងបុកក្បាលខ្ញុំឲ្យបែកមែនមិនក៏បងនិយាយអាក្រក់ស្ដាប់ម្លេះខ្ញុំគ្រាន់តែចង់សួរបញ្ជាក់ថាបងចង់ញ៉ាំបុកល្ហុងឬក៏អីផ្សេងចូលហាងបុកល្ហុងហើយមិនប្រុងថាខ្ញុំបុកស្អីអ្នកឯងមើលងាយខ្ញុំឃ្លានណាស់ហើយចូលមកហាងអ្នកឯងដើម្បីញ៉ាំបុកល្ហុងហើយឯងនៅសួរទៀតចង់ឲ្យខ្ញុំឃ្លានស្លាប់ឬក៏ល្មិចបើខ្ញុំខ្យល់កស្លាប់ខ្ញុំនឹងប្តឹងឯងពីបទមនុស្សឃាតដោយអចេតនាហើយបើថានៅតែសម្ដីតគោះបោះបោកខ្វោខ្វាក់កំហាក់ស្ដោះយ៉ាងនេះណាឆាប់ចេញពីហាងខ្ញុំភ្លាមទៅសួរបញ្ជាក់ក៏មិនបានតែរកហាងណាដែលគេមានគ្រូទាយសម្រាប់ទាយថាអ្នកឯងចង់ស៊ីស្អីទៅហាងខ្ញុំគ្មានទេចេញអូយដាអើយជួយខ្ញុំផងថ្ងៃនេះទៅណាក៏ឆ្លោះជាមួយគេខ្ញុំមិនដឹងធ្វើម៉េចទេទៅហាងមិញលក់ម្ហូបក៏ឆ្លោះទៅកាត់សក់នឹងក៏ឆ្លោះទៅញ៉ាំបុកល្ហុងក៏ឆ្លោះមិនដឹងថាខ្ញុំនឹងវាខុសត្រង់ណាមិនក៏អញ្ចឹងក៏ហួយឯងនិយាយអីគេទៅបានជាគេខឹងអញ្ចឹងនោះខ្ញុំគ្មានចេតនាបង្កចំនួនអីផងគ្រាន់តែចង់និយាយត្រង់ប៉ុណ្ណោះតែគេហាក់ដូចជាមិនយល់សោះទៅហាងមិញលក់ម្ហូបខ្ញុំគ្រាន់តែនិយាយថាខ្ញុំមិនចេះស៊ីសម្លផ្សារតែឆ្កែខ្ញុំនឹងវាចូលចិត្តស្រាប់តែគាត់ខឹងថាខ្ញុំនឹងមើងងាយសម្លគាត់ទៅវិញនៅហាងកាត់សក់នឹងស្រីឡៃសួរខ្ញុំថាចង់កាត់សក់មែនទេខ្ញុំនឹងក៏ឆ្លើយថាបើមិនមកកាត់សក់មិនប្រុងមកកាត់កខ្ញុំឯងសួរឲ្យតែបានសួរមែនហើយគាត់ក៏ខឹងខ្ញុំទៅហើយនៅហាងបុកល្ហុងនោះទៀតពេលស្រីហមនឹងសួរថាញ៉ាំបុកល្ហុងមែនខ្ញុំក៏ឆ្លើយថាបើមិនបុកល្ហុងប្រុងបុកក្បាលខ្ញុំឲ្យបែកមែនហើយនាងក៏ខឹងទៀតខ្ញុំមិនយល់មនុស្សឥឡូវហ្នឹងចិត្តទុនជ្រាយម្លេះចំនួនម៉ែខ្ញុំវាយសុទ្ធតែកត់អស់មិនឃើញងាប់ផងអូយហួយអើយឯងនិយាយស្ដីលើសខ្លាំងពេកហើយគេអាចយល់ថាឯងហ្នឹងកំពុងបង្កចំនួនឯងគួរតែនិយាយឲ្យទន់ភ្លន់ជាងនេះគ្រាន់តែខ្ញុំចូលចិត្តនិយាយត្រង់ចេញពីចិត្តតើខុសស្អីទៅខ្ញុំគ្មានចេតនាអាក្រក់អីផងមកពីពួកនោះតែឆាប់ប្រកាន់នោះព្រោះគេមិនស្គាល់ចរិតឯងហើយពាក្យសម្ដីឯងវាខ្លាំងពេកបើឯងប្រើការលើកដាក់សម្លេងឲ្យបានល្អនិងប្រើពាក្យឲ្យបានសមរម្យគេនឹងមិនខឹងទេអញ្ចឹងឯងអាចប្រើសម្ដីដូចខ្ញុំបានដោយមិនឲ្យគេខឹងបានអត់សាកតែមើលបើខ្លាំងនោះប្រកាសជាបានខ្ញុំអាចប្រើសម្ដីដូចឯងបានដោយមិនឲ្យគេខឹងគ្រាន់តែត្រូវចេះលើកដាក់សម្លេងនិងកាយវិការឲ្យបានត្រឹមត្រូវប៉ុណ្ណោះបើឯងធ្វើបានមែនខ្ញុំនឹងចេញលុយហូបអាហារ3ខែតែបើឯងធ្វើមិនបានទេឯងត្រូវបោកស្រោមជើងខ្ញុំ1ឆ្នាំពេញឯងហ៊ានអត់ហ៊ាន
ចាំមើលឥឡូវស្អែកខ្ញុំនឹងទៅសាកល្បងជាមួយមិញលក់ម្ហូបស្រីឡៃនិងស្រីហមហើយឯងអាចតាមទៅមើលបានបើមិនជឿនោះយល់ព្រមស្អែកយើងនឹងទៅជាមួយគ្នាខ្ញុំចង់ឃើញនឹងភ្នែកថាឯងនឹងធ្វើបានមែនឬក៏អត់មិនខ្លាចទេខ្ញុំជឿជាក់ច្បាស់ណាស់ថាការលើកដាក់សម្លេងរបស់ខ្ញុំធ្វើឲ្យគេមិនស្អប់មិនខឹងដូចជាឯងទេប្រហែលជា stress ច្រើនពេកកាត់វិបលាស់ទេដឹងតោះកុំមកសើចដួងចិត្តពេកមកសបាយលេង Wi-Fi តាមចិត្តពីមិត្តហ្វូនអតិថិជនថ្មីដែលធ្វើការភ្ជាប់មិត្តហ្វូន Wi-Fi ជាលើកដំបូងនឹងទទួលបាន SIM កាតមិត្តហ្វូនចំនួន2លេខដោយឥតគិតថ្លៃមាន 5GB បូក200នាទីក្នុងប្រព័ន្ធហើយចំណាយត្រឹមតែ$15ក្នុងមួយខែទទួលបានល្បឿនអ៊ីនធឺណិត 50MB/s $18ក្នុងមួយខែទទួលបានល្បឿនអ៊ីនធឺណិត 60MB/s $25ក្នុងមួយខែទទួលបានល្បឿនអ៊ីនធឺណិត 85MB/s $35ក្នុងមួយខែទទួលបានល្បឿនអ៊ីនធឺណិត 120MB/s ហើយអ្វីដែលរឹតតែសំខាន់ទៀតនោះគឺបើសិនជាទូទាត់ចាប់ពី6ខែឡើងទៅនឹងទទួលបានការថែមជូន1ខែឬទូទាត់ចាប់ពី12ខែឡើងទៅនឹងទទួលបានការថែមជូន3ខែបើមានចម្ងល់បន្ថែមសូមខលទៅកាន់1204ឬ0977 ជំរាបសួរមីងមានការអីក្មួយហុចសបុតការមែនចាអត់ទេច្រកសឡ2000រៀលឲ្យឆ្កែស៊ីព្រោះខ្ញុំមិនចេះស៊ីទេសឡផ្សារហូបមិនត្រូវមាត់សោះតែខ្ជិលសឡផ្សេងឲ្យឆ្កែព្រោះថ្ងៃនេះណាខ្ញុំអាំងត្រីស៊ីតែឆ្កែខ្ញុំវាស៊ីតែបាយជាមួយសឡទឹកអូក្មួយឯងនិយាយកំ ប្លែងណាអញ្ចឹងឆ្កែឯងចូលចិត្តសឡមីងមែនទេអូយចូលចិត្តណាស់មីងពេលណាមីងធ្វើសឡឈ្ងុយវាចេះតែរត់មករកមីងរាល់ពេលតែវាមិនហ៊ានលួចខ្លាចស្អែកឡើងនឹងចូលឆ្នាំងសឡអូអញ្ចឹងល្អហើយមីងសប្បាយចិត្តណាស់ដែលឆ្កែក្មួយចូលចិត្តសម្លមីងចាំមីងច្រកឲ្យច្រើនបន្តិចណាអរគុណច្រើនណាស់មីងប៉ុន្តែកុំច្រើនពេកអីមិនចង់ឲ្យឆ្កែខ្ញុំធាត់ពេកទេក្មួយឯងគួរឲ្យស្រឡាញ់ណាចាំមីងច្រកឲ្យល្មមហានេះយកតាអរគុណច្រើនណាស់មីងសូមមីងលក់ឲ្យបានដាច់ចំណេញច្រើនអរគុណក្មួយថ្ងៃក្រោយមកទិញទៀតណាសួស្ដីបងចង់ធ្វើសេវាកម្មអីគេដែរថ្ងៃនេះចង់កាត់សក់មែនទេបើមិនមកកាត់សក់ប្រងកាត់កខ្ញុំមែនហេសួរឲ្យតែបានសួរហ្មងឲ្យឯងនេះបងឯងនិយាយកំ ប្លែងណាចង់សាកមែនទេមែនទេគ្រាន់តែចង់និយាយលេងជាមួយប្អូនបន្តិចពេលណាមកហាងប្អូនខ្ញុំតែងតែសប្បាយចិត្តណាអរគុណណាបងប្អូនក៏សប្បាយចិត្តដែរពេលបងមកហាងចុះថ្ងៃនេះបងចង់កាត់ម៉ូតអីដែរចង់កាត់ឲ្យខ្លីបន្តិចតែកុំឲ្យខ្លីពេកព្រោះខ្លាចមើលទៅដូចក្បាលដងកំពុងអង្កែស៊ីផងបងនិយាយសើចដល់ហើយចាំប្អូនកាន់ឲ្យស្អាតជូនបងហើយថែមកក់សក់ផាត់មុខបដោះចិញ្ចើមម៉ាស្សាបញ្ចូលវីតាមីនឲ្យទៀតអូយខ្ញុំមកស្រឡាញ់ណាភ្ញៀវចេះលេងកំ ប្លែងសើចស្ងួតអញ្ចឹងអីនោះខ្ញុំស្រឡាញ់ហ្មងហើយចាកុំភ្លៀងដែលរស់ឬស្លាប់ប្រាណតាមចាស់បុរាណលោកថាដោយសារមាត់ទោះបីរូបរាងស្គមឬក៏ធាត់គឺដោយសារមាត់ខំប្រឹងទំពា